ចឹងឥឡូវនេះកុំឲ្យខាត់ពេលវេលាអញ្ចឹងគឺលោកគ្រូចូលទៅដល់វិញ្ញាសាយើងតែម្ដងទៅណាអូខេតោះអញ្ចឹងយើងមើលទៅប្រធានបទយើងនៅក្នុងប្រធានបទនេះគឺពាក្យចាស់បុរាណពោលថាសេចក្តីព្យាយាមគង់បានសម្រេចសេចក្តីព្យាយាមគង់បានសម្រេចចូលបកស្រាយដោយរកអំណះអំណាងក្នុងអក្សរសិល្ប៍ខ្មែរមកបញ្ជាក់កាលណាសរសេរតែសេចក្តីកាលណាកូនធ្វើតែសេចក្តីមួយលោកគ្រូតែងតែរំលឹកប្រាប់ថាអានប្រធានយ៉ាងហោចណាស់ក៏បាន3ចប់ដែរអញ្ចឹងថាអានប្រធានដើម្បីអីមិនមែនអានប្រធានអានដើម្បីគ្រាន់តែលឺសូរសំឡេងទេគាត់ណាប្រិយមិត្តដឹងហើយប្រធានបទមួយបើសិនជាអត់យល់នៃសេចក្តីរបស់ប្រធានបទទេអត់អាចយកទៅបកស្រាយបានរលូនតាមលំដាប់លំដោយរបស់គេទេចាអញ្ចឹងនៅក្នុងនេះគឺយើងអានយ៉ាងហោចក៏បាន3ចប់ដែរអានឲ្យយល់ពីនៃសេចក្តីរបស់ប្រធានប្រការសំខាន់គឺណូតទៅលើពាក្យកលឹះពាក្យដែលវិលជុំវិញការបកស្រាយចាឥឡូវមើលនេះគឺពាក្យចៅបុរាណលោកពោលថាសេចក្តីព្យាយាមគង់បានសម្រេចអញ្ចឹងយើងប្រកបជាណូតទៅលើពាក្យអីណាហើយចូលបកស្រាយដោយរកអំណះអំណាងក្នុងអក្សរសិល្ប៍ខ្មែរមកបញ្ជាក់កន្លែងនេះគឺគេបញ្ជាក់ច្បាស់ហើយគឺ limit ហើយការលើកឧទាហរណ៍អត់ទៀមទាឲ្យលើអ្វីក្រៅពីអក្សរសិល្ប៍ទេហើយលោកគ្រូតែងតែប្រាប់ជារឿយថាម៉េចការលើកឧទាហរណ៍នៅក្នុងអក្សរសិល្ប៍គឺកូនអាចលើកបានពីប្រភេទអក្សរសិល្ប៍ណាក៏បានដែរឲ្យតែតកតងមិនថាអក្សរសិល្ប៍ជាតិមិនថាអក្សរសិល្ប៍បរទេសអញ្ចឹងលើកអក្សរសិល្ប៍នៅក្នុងបញ្ចូលក្នុងការបញ្ចូលក្នុងតែសេចក្តីនេះយ៉ាងហោចក៏បាន3រឿងដែរហើយបើសិនជាកូនចូលបាន3រឿងហើយបានន័យថាគ្រប់គ្រាន់សម្រាប់ការឲ្យបន្ទុកហើយតែបើលើពីនោះក៏កាន់តែល្អដែរចាអូខេតោះអញ្ចឹងចាស់បុរាណលោកពោលថាសេចក្តីព្យាយាមគង់បានសម្រេចនេះគឺជាពាក្យមួយដែលយើងតែនិយាយជារឿងនេះដាស់តឿនក្រោយរំលឹកក្នុងជីវិតយើងក្នុងកិច្ចការរបស់យើងហើយក៏ប៉ុន្តែយើងអត់ដឹងថានៅក្នុងការយកអ្វីដែលយើងយកមកអនុវត្តក្នុងជីវភាពជាប្រចាំថ្ងៃនេះយកទៅប្រើសម្រាប់ការបកស្រាយជាសម្ដីតែសេចក្តីនេះគឺស្ថិតនៅក្នុងលក្ខខណ្ឌទម្រង់បែបណាទេឥឡូវនេះគឺលោកគ្រូសូមធ្វើឲ្យដោយពេលខ្លះយើងមើលនៅក្នុងអត្រាកំណែគឺមានតែលំនាំចំណូលចំណោលគេអត់មានបកស្រាយឲ្យយើងទេតែនេះដោយសារតែលោកគ្រូដឹកដៃកូនដឹកដៃប្រិយមិត្តឲ្យរៀនសរសេរចឹងគ្រូបានដាក់ជាគំរូខ្លះដើម្បីជួយជាជំនួយស្មារតីក្នុងការសរសេរចាយើងអាចយក style អញ្ចឹងក៏បានយើងអាចយកពីអ្វីផ្សេងទៀតក៏បានក៏ប៉ុន្តែសូមធ្វើម៉េចឲ្យតែតាក់ទងទៅនឹងការលើកឡើងរបស់ប្រធានបទចាអញ្ចឹងឥឡូវមើលកាលណានិយាយពីប្រធានបទមួយគេអាចសម្គាល់ថាប្រធាននឹងវាជាប្រធានបែបណាមួយដោយសារតែពាក្យបង្គាប់ដោយសារតែពាក្យចោទសួរចាអញ្ចឹងយើងនៅក្នុងនេះប្រធានបទយើងគឺគេបានបង្គាប់ហើយនោះគឺចូលបកស្រាយអញ្ចឹងបានន័យថាប្រធាននេះគឺជាប្រធានបែបពន្យល់ហើយបើកាលណានិយាយពីប្រធានពន្យល់យើងត្រូវនឹកទៅដល់គម្រោងនៃការសរសេរជាបឋមអញ្ចឹងគម្រោងនៃការសរសេរប្រធានបែបពន្យល់ដឹងហើយថាមានអីខ្លះប្រធានតែស្ដីមួយចែកចេញជា3ចំណែកផ្ដើមតួនិងបញ្ចប់ឥឡូវនៅក្នុងផ្ដើមមានអីមានលំនាំចំណូលចំណោទអាហ្នឹងគឺជាសច្ចានុមត្តគ្រប់ប្រធានណាក៏ត្រូវតែមានដែរនៅក្នុងតួសេចក្តីប្រធានបែបពន្យល់វិញគឺមានឃ្លាភ្ជាប់ពន្យល់ពាក្យពន្យល់ន័យហើយនឹងបកស្រាយនៅក្នុងបំណក់ស្រាយនេះមានគំនិតសំខាន់មានសេចក្តីលម្អិតមានឧទាហរណ៍ហើយបើសិនជាប្រធាននឹងឧបមាថាលើកផ្ដាច់មុខទៅលើរឿងអ្វីមួយអញ្ចឹងជួនកាលឧទាហរណ៍គេភ្ជាប់ជាមួយនឹងសេចក្តីលម្អិតទៀតណាក៏ប៉ុន្តែនៅទីនេះគឺយើងលក្ខណៈឧទាហរណ៍ផ្សេងទេដាច់ដោយឡែកពីសេចក្តីលម្អិតទេចាអញ្ចឹងហើយបន្តមកបានចូលទៅដល់សរុបមតិគឺសរុបទៅលើការបកស្រាយហើយបានចូលទៅដល់ចំណុចធំទី3គឺបញ្ចប់សេចក្តីគឺមានវាតម្លៃហើយនឹងមតិផ្ទាល់ហើយប្រធានបែបពន្យល់ណាវាតម្លៃឃើញពីសារៈសំខាន់ឃើញពីប្រយោជន៍ឃើញពីតម្លៃឃើញពីខ្លឹមសារអីអញ្ចឹងមកចាវាអត់មានវាតម្លៃអ្វីដែលខុសដែលត្រូវដូចប្រធានបែបវិភាសាទេចាហើយនឹងការបញ្ចេញមតិផ្ទាល់ខ្លួននោះគឺធ្វើយ៉ាងណាឲ្យរាល់ការបកស្រាយរបស់យើងកាន់តែមានប្រសិទ្ធភាពល្អកាន់តែគ្រប់គ្រាន់ចាតោះឥឡូវយើងមើលបន្តិចអញ្ចឹងនៅក្នុងការធ្វើអត្រាកំណែនេះចានៅក្នុងផ្ដោតសេចក្តីទី1លំនាំបញ្ហានេះគឺជាការលើកយកបញ្ហាទូទៅមកនិយាយក៏ប៉ុន្តែសូមធ្វើយ៉ាងណាឲ្យតាក់ទងទៅនឹងការលើកឡើងរបស់ប្រធានបើប្រធានបទគេលើកពីសេចក្តីព្យាយាមគង់បានសម្រេចកូនចង់និយាយពីអីក៏ដោយប្រិយមិត្តចង់និយាយពីអីក៏ដោយក៏ប៉ុន្តែសូមធ្វើម៉េចឲ្យតែតាក់ទងទៅនឹងការលើកឡើងរបស់ប្រធានបទតែត្រូវចងចាំអត់ទាន់បញ្ចូលខ្លឹមសាររបស់ប្រធានចូលទេចាអញ្ចឹងយើងចេះឥឡូវលោកគ្រូដាក់ជាគំរូចេះជាទូទៅមនុស្សតែងចង់បាននៅអ្វីៗសពបែបយ៉ាងដើម្បីបំពេញតម្រូវការរស់នៅក្នុងជីវភាពជាក់ស្ដែងក្នុងជីវភាពសង្គមចាំបាច់រាល់អ្វីដែលពួកគេចង់បានដរាបណាពួកគេខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តទើបអាចធ្វើឲ្យសម្រេចនៅលទ្ធផលដែលខ្លួនចង់បានជាគំរូជាឧទាហរណ៍គាត់ណាជាឧទាហរណ៍ឥឡូវគាត់មើលតើលោកគ្រូនិយាយមិញថានៅក្នុងការធ្វើលំនាំបញ្ហាហ្នឹងទាមទារធ្វើយ៉ាងម៉េចឲ្យតាក់ទងទៅនឹងការលើកឡើងរបស់ប្រធានអញ្ចឹងគាត់មើលតើមានអ្វីតាក់ទងនៅណារាល់អ្វីដែលពួកគេចង់បានដរាបណាពួកគេខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តណាទើបអាចធ្វើឲ្យសម្រេចបាននៅលទ្ធផលដែលគេចង់បាននេះឃើញទេគឺអញ្ចឹងលោកគ្រូបានភ្ជាប់បញ្ហាហើយណា
cònតែលោកគ្រូអត់ទាន់លើកប្រធានបទមកបញ្ចូលទេអញ្ចឹងកូនអាចយកលំនាំអញ្ចឹងក៏បានឬក៏យកផ្សេងពីនេះក៏បានដែរតែសុំធ្វើម៉េចឲ្យតែមាននេះការតាក់ទងទៅនឹងប្រធានបទហ្នឹងចាហើយបានចូលទៅដល់ចំនួនបញ្ហានៅក្នុងការធ្វើលំនាំនេះកូនអាចធ្វើប៉ុណ្ណឹងឬក៏ថែមតិចទៀតក៏បានដែរជាទម្លាប់នៃការសរសេរតែសេចក្តីបើសិនជាកូនផ្ដើមតិចពេកវាហាក់ដូចជាអត់គ្រប់គ្រាន់នៃសេចក្តីរបស់គេទេមិនមែនផ្ដើមមកបន្ទាត់ចប់ចូលទៅទូអត់ចូលទៅចំណូលទេមិនលំនាំមកបន្ទាត់ចប់ចូលចំណូលហើយចូលចំណោទ3បន្ទាត់ចប់មកផ្ដើមមួយអត់បានទេកូនអត់បានទេមិនគេហៅតតែងបូកនឹងសេចក្តីរចនាធ្វើឲ្យវាប្រណិតមិនមែនដូចជាសំណួរចម្លើយគូយកត្រេយកទេណាបាទនេះធ្វើយ៉ាងម៉េចឲ្យវាមានរចនាប័ទ្មវាល្អត្រឹមត្រូវហើយវាណែងវាល្អវាគ្រប់វាគ្រាន់វាល្មមមកថាពេលវេលាគេឲ្យប៉ុណ្ណាយើងគួរប្រើផ្ដើមប្រវាយណាពេលវេលាគេឲ្យប៉ុណ្ណាយើងគួរប្រើផ្ដើមប្រវាយណាចាអញ្ចឹងយើងកំណត់គោលដៅរបស់យើងច្បាស់លាស់មកចាយ៉ាងហោចក៏យើងបានត្រឹម6 7ទាំង3លំនាំចំណុចចំណោទយ៉ាងហោចក៏បានត្រឹម7 8បន្ទាត់ប៉ុណ្ណឹងថាប៉ុណ្ណឹងចុះវាគ្រប់ណាតែកុំរបៀបទៅជាអត្ថាធិប្បាយអត់បានទេណាកូនអូខេតោះហើយបានយើងចូលទៅដល់ចំណូលបញ្ហានេះគឺជាចំណុចមួយដែលយើងលើកប្រធានបទមកបញ្ចូលដែរអញ្ចឹងការលើកប្រធានបទមកបញ្ចូលនេះកូនអាចប្រើឃ្លាភ្ជាប់សេចក្តីថាម៉េចដោយហេតុនេះហើយទៅពាក្យចាស់បុរាណពោលថានេះឃើញទេអញ្ចឹងយើងភ្ជាប់យើងអាចប្រើអញ្ចឹងក៏បានដែរយើងអាចប្រើ style ផ្សេងក៏បានដែរក៏តែសូមធ្វើម៉េចឲ្យជាទម្រង់លក្ខណៈភ្ជាប់សម្រាប់ចូលទៅចំណូលហើយបានយើងចូលលើកយកប្រធានបទបញ្ចូលមកលើកយកឃ្លាខ្លៅអភ័ន្តរមកយើងត្រូវតែបើកអភ័ន្តរឲ្យគេពីព្រោះប្រធានបទនេះមានអភ័ន្តរណាហើយលើកប្រធានបទដោយហេតុនេះហើយទៅពាក្យចាស់បុរាណពោលថាសេចក្តីព្យាយាមគង់បានសម្រេចនេះអូខេចឹងវាហាក់ដូចជាលោកគ្រូធ្វើជាអត្ថាធិប្បាយឲ្យបដាហើយណាគាត់ថាកូនអាចបំពេញបន្ថែមកន្លែងចំណុចខ្លះនេះគឺជាការដឹកដៃសម្រាប់ការរៀនសរសេរណាតែបើសម្រាប់កូនឬក៏ប្រិយមិត្តដែលលោកចេះដឹងច្រើនហើយលោកអាចរកពីនឹងផ្សេងក៏បានដែរតែសូមធ្វើម៉េចឲ្យតែបានស្របតាមគោលដៅរបស់ប្រធានមកចាហើយបានយើងចូលទៅដល់ចំណោទបញ្ហានេះគឺយើងចោទសួរទៅលើប្រធានបទឡើងវិញណាក៏ប៉ុន្តែការចោទនេះគឺចោទធ្វើម៉េចឲ្យស្របទៅនឹងលក្ខណៈប្រធានបែបពន្ធយល់ប្រសិនបើយើងគេដាក់អញ្ចឹងនេះអ្នកគ្រូឃើញច្រឡំច្រើននៅកន្លែងចំណោទហ្នឹងបាត់បន្ទុកកន្លែងចំណោទហ្នឹងព្រោះនៅពេលដែលគេឲ្យបន្ទុកគេមិនមែនឲ្យសរុបយកទេគេដេតាយតាមផ្នែកលំនាំប្រមាណចំណូលប្រមាណចំណោទប្រមាណណាអញ្ចឹងបើសិនជាបាត់កន្លែងណាអត់ត្រូវកន្លែងណាគឺអស់បន្ទុកកន្លែងហ្នឹងហើយអញ្ចឹងលក្ខណៈសម្គាល់នៃប្រធានបែបពន្យល់ដែលគេចោទនោះគឺតើពាក្យចាស់បុរាណពោលខាងលើនេះមានខ្លឹមសារបែបណាអូខេអញ្ចឹងបើសិនយើងមិនចង់ចោទអញ្ចឹងទេយើងចោទថាម៉េចតើប្រធានបទលើកឡើងនេះមានអត្ថន័យដូចម្ដេចណាអូខេជាដើមអញ្ចឹងគឺយើងអាចប៉ុណ្្នឹងបានមិនកូនយល់ទេចាអ្នកគ្រូទៀមទាឲ្យយល់សរសេរតែសេចក្តីទៀមទាឲ្យយល់បើសិនជាអត់យល់កូនសរសេរអត់បានទេហើយនៅពេលដែលគាត់អត់យល់កូនចាប់ចុងប្រយោគដើមហើយអត់ដឹងថាអាណាមួយយកមកនិយាយមុនអាណាមួយទៅនិយាយក្រោយទេចាអត់ដឹងអញ្ចឹងសូមព្យាយាមស្ដាប់ណាកូនណាព្យាយាមតាមដាននៅអ្វីដែលគ្រូបង្រៀនគឺនៅក្នុង page របស់ក្រសួងអប់រំយើងចាអញ្ចឹងកូននៅសាមើលយកចិត្តទុកដាក់បន្តិចទៅអ្នកគ្រូជឿថាវាមិនដូចជាអ្វីដែលវាហួសពីសមត្ថភាពហួសពីវិស័យរបស់យើងអាចធ្វើបានទេអានេះវាជារឿងមួយជារឿងធម្មតាសម្រាប់ការរៀនសូត្រអញ្ចឹងវាត្រូវតាមបែបបទលំនាំបែបបទរបស់គេមកអញ្ចឹងមកចាឥឡូវយើងបានសេចក្តីផ្ដើមមកកូនណាបាទសេចក្តីផ្ដើមហើយយើងចូលទៅដល់តួសេចក្តីយើងត្រូវមានបញ្ហាច្រើនទៅនិយាយនៅក្នុងនោះដែលយើងចាប់ផ្ដើមពីឃ្លាភ្ជាប់សេចក្តីគឺភ្ជាប់បញ្ហាពីប្រើមុខតួអញ្ចឹងកូនអាចប្រើ style ណាក៏បានដែរមុននឹងធ្វើការបកស្រាយប្រធានបទលើកឡើងនេះឲ្យប្រកបដោយភាពច្បាស់លាស់គ្រប់គ្រាន់នៃសេចក្តីអានឹងអ្នកគ្រូគាត់ឲ្យជាគំរូមួយគាត់ណាឥឡូវបើសិនយើងមិនចង់យកអញ្ចឹងទេយើងថាម៉េចជំនួយដល់ការបកស្រាយប្រធានបទលើកឡើងនេះឬក៏ជាវិភាគទានឬក៏ដើម្បីជាការរួមចំណែកសម្រាប់ការបកស្រាយអញ្ចឹងមកចង់ប្រើ style ណាក៏បានដែរគាត់អត់មាននរណាគេហាមឃាត់ទេវាជាសេរីភាពរបស់យើងក៏ប៉ុន្តែសូមឲ្យថត់លក្ខខណ្ឌមួយដែលត្រឹមត្រូវតើអ្វីជាគោលការណ៍នៃការសរសេរប្រធានបែបពន្យល់ចាហើយបានចូលទៅដល់ពន្យល់ពាក្យណាចំណុចរៀងមានន័យថាម៉េចកូនអាចបញ្ចេញបញ្ចូលបន្ថែមអីទៀតក៏បានដែរណាកុំតាមតែគ្រូតែប៉ុណ្្នឹងគឺអត់គ្រប់ទេកូនណាហើយបានចូលទៅដល់ពន្យល់ពាក្យនេះទៀតសោតអ្នកគ្រូតែនិយាយជារឿយប្រធានតែសេរីមួយអត់ទៀមទាថាត្រូវកំណត់ពាក្យពន្យល់ប្រមាណថា3 2 3ពាក្យអស់មិនមែនទេកូនមិនមែនទេត្រូវចាំចំណុចនោះឲ្យបានប្រធានតែសេរីមួយពាក្យប្រមាណឲ្យតែវិលជុំវិញការបកស្រាយគឺអាចពន្យល់បានទាំងអស់ពាក្យនោះគឺជាពាក្យសំខាន់ពាក្យកលឹះពាក្យដែលវិលជុំវិញការបកស្រាយជុំវិញន័យរួមរបស់ប្រធានដាច់ខាតទៅតែពន្យល់ទោះបីថាជាពាក្យបាលីសំស្ក្រឹតឬក៏ជាពាក្យសម្រាយពាក្យសាមញ្ញក៏ដោយណាត្រូវតែពន្យល់អូខេចុះឥឡូវយើងមើលទៅពន្យល់ពាក្យយើងអញ្ចឹងមិនគេថាសេចក្តីព្យាយាមគង់បានសម្រេចឥឡូវកូនមើលកូនអាចគិតមើលស្អីគេសេចក្តីព្យាយាមគង់បានសម្រេចអញ្ចឹងតើពាក្យអ្វីដែលវាវិលជុំវិញការបកស្រាយពាក្យប្រកបជាផ្ដើមពីសេចក្តីព្យាយាមឯងអញ្ចឹងសេចក្តីព្យាយាមវាបានយ៉ាងម៉េចគង់បានសម្រេចអញ្ចឹងសេចក្តីព្យាយាមនឹងសម្រេច
នៅក្នុងការសរសេរបញ្យលពាក្យនេះអត់ទាមទារយើងដាក់ថ្នាក់ពាក្យទេអត់ទាមទារឲ្យយើងចុះបន្ទាត់ត្រេឬក៏ទាញអីដូចនៅក្នុងអត្រាកំណែនេះទេកូនណាអានេះគ្រាន់តែជាគម្រោងតែងណាកុំតែដល់ពេលគេសរសេរគេអត់សរសេរអញ្ចឹងទេអូខេអញ្ចឹងគឺទីមួយគឺយើងបញ្យលពាក្យសក្តិព្យាយាមអានេះគឺជាដើមផលដើមហេតុសម្រាប់គឺផលណាអញ្ចឹងនៅក្នុងប្រធានបទមួយវាមានហេតុហើយនឹងផលហេតុយ៉ាងណាចេញទៅផលយ៉ាងនោះអូខេដោយពុទ្ធលោកបានបញ្ញត្តិទុកនៅទិសអីថាម៉េចអវាទទុកបុគ្គលណាសាប់ព្រោះអីនឹងទទួលបានផលនឹងឃើញទេហេតុហើយនឹងផលគឺនៅទន្ទឹមគ្នាចាអូខេអញ្ចឹងគឺសក្តិព្យាយាមមានន័យថាម៉េចមានន័យថាសេចក្តីខំប្រឹងប្រែងការប្រឹងប្រែងដំណើរខ្មៃគ្មៀតសង្វាតអោហាត់ណាមួយទៀតសម្រេចមានន័យថាធ្វើឲ្យដាច់ស្រេចធ្វើឲ្យកើតការឲ្យបានការឲ្យសពទៅតាមបំណងចាហ្នឹងគឺពាក្យថាសម្រេចវិញបានយើងបានបញ្យល់ពាក្យពីរហ្នឹងហើយបានបញ្យល់ពាក្យពីរហ្នឹងហើយបានកូនចូលទៅដល់ពន្យល់ន័យនេះគឺជាការលើកយកពាក្យដែលយើងបញ្យល់ហើយមកបរួមសេចក្តីឲ្យទៅជាន័យរួមរបស់ប្រធានឬមួយក្នុងករណីចេះទៀតគាត់ថាអូពាក្យតែបញ្យល់គឺខ្ញុំពិបាកក្នុងការបង្រួមន័យរបស់វាណាអញ្ចឹងតើខ្ញុំអាចធ្វើម៉េចដើម្បីឲ្យខ្លាយទៅជាន័យរួមរបស់ប្រធានមួយអញ្ចឹងកូនអាចកាត់កងប្រធានបទហ្នឹងកាត់កន្លែងនេះបន្តិចបញ្ចូលកន្លែងនោះបន្តិចមកបានទៅជាន័យរួមរបស់ប្រធានហើយពីព្រោះវាខុសគ្នាត្រង់ថាអញ្ចេះអាមួយគឺន័យរួមរបស់ប្រធានគឺយើងអាចយកអាពាក្យដែលយើងបញ្យល់មកបំបែកសេចក្តីដើម្បីរួមបញ្ចូលគ្នាទៅឲ្យបានទៅជាន័យរួមរបស់ប្រធានមួយអាមួយទៀតយើងយកន័យប្រធានហ្នឹងមកកាត់កងតាណាតន័យបញ្ចេញបញ្ចូលខ្លះបានទៅជាន័យរួមរបស់ប្រធានមួយចាអញ្ចឹងអត់អីទេកូនអាចធ្វើបានបន្ទុកដូចគ្នាចាបញ្យល់ន័យអញ្ចឹងន័យរួមដល់ប្រធានចង់បានគឺអីតម្រូវធ្វើការបកស្រាយន័យរួមរបស់ប្រធាននោះគឺចង់បង្ហាញពីដំណើរក្មេងគ្មានខិតខំប្រឹងប្រែងដំណើរតស៊ូពុះពៀជំនះឧបសគ្គហ្នឹងតែធ្វើឲ្យទទួលបាននៅផលសម្រេចអញ្ចឹងឲ្យយើងបកស្រាយបញ្យល់ជុំវិញអីនេះជុំវិញដំណើរក្មេងគ្មានការតស៊ូព្យាយាមពុះពៀជំនះឧបសគ្គដែលតែងតែធ្វើឲ្យទទួលបាននៅផលសម្រេចលទ្ធផលល្អជោគជ័យចាបានមកចំណែកទៀតណាកូនណាចូលដល់កងទី2នេះអញ្ចឹងតែយល់អត់ទេប៉ុណ្ណឹងមិនដែរកូនអាចរៀនសរសេរតាមបានទេតែគ្រូអត់និយាយពីកូនដែលខ្លាំងតែសេចក្តីណាហើយបើនិយាយពីកូនខ្លាំងតែសេចក្តីគាត់ឃើញប្រធានប៉ុណ្ណឹងគឺកលេចឆេះយ៉ាងកូនសិស្សដែលគ្រូបង្រៀនអីនេះគឺសិស្សបកែមួយចំនួននេះគឺគាត់ឃើញតែសេចក្តីនិយាយលេងណាចង់បិទផ្នែកសរសេរក៏ចេញដែរចាពីព្រោះពេលដែលគេសរសេរមកគ្រូមើលទៅគឺ perfect ល្អចាអូខេតោះឥឡូវគឺយើងចាប់ផ្ដើមដែលគ្រូនិយាយមិញនេះគឺចង់និយាយថានេះគឺគ្រូនាំលក្ខណៈទូទៅហ្នឹងណាដឹកដៃលក្ខណៈទូទៅមិនថាសិស្សបកែមិនថាសិស្សខ្សោយមិនថាសិស្សអីទេគឺលក្ខណៈទូទៅអញ្ចឹងអាចយកសរសេរបានតែបើសិស្សបកែអាចប្រឹងប្រែងធ្វើម៉េចឲ្យល្អប្រសើរដើម្បីយកនីតិ A ហើយបើយើងថាយើងល្មមទេយើងអាចប្រឹងធ្វើម៉េចឲ្យបានយ៉ាងហើយនៅក៏ B ឬក៏ C ដែរណាសម្រាប់នីតិណាហើយបើសិនជាកូនសរសេរខ្មែរបានល្អពេលណាណាកូនសង្ឃឹមច្រើនណាស់នីតិអត់នីតិសម្រាប់ការប្រឡងកូនពីព្រោះកម្រមិនងាយណាបើសម្រាប់មុខវិជ្ជាខ្មែរនេះគឺកម្រឃើញបានបន្ទុកនីតិ A នឹងច្រើនណាកម្រឃើញណាតិចតួចពីព្រោះវាជាវិទ្យាសាស្ត្រសង្គមវាមិនដូចជាវិទ្យាសាស្ត្រពិតទេអញ្ចឹងវាមានលក្ខណៈខុសគ្នាណាដូចគណិតអីតែ2ដងគេ4តែមិនថា4គឺខុសយើង2ដងមិនប្រកបថា4ណាវាអាចប្រែប្រួលទៅតាមស្ថានភាពចាអូខេតោះឥឡូវគឺយើងបានដល់ចំណុចទូស្អីដល់ចំណុចពន្យល់ន័យហើយឥឡូវកូនចូលទៅចំណុចមួយទៀតគឺបកស្រាយនេះគ្រូតែនិយាយថាវាជាចំណុចដែលរសើបជាងគេដោយសារអីដោយសារតែមានបន្ទុកច្រើនត្រូវទទួលយកណារហូតដល់40បន្ទុកកន្លែងនេះណាអញ្ចឹងដល់ពេលដែលកូនឃើញសេចក្តីបកស្រាយហ្នឹងបានន័យថាទៀមទាឲ្យធ្វើម៉េចរកសេចក្តីអំណះអំណាងឲ្យបានច្រើនឲ្យគ្រប់គ្រាន់លក្ខណៈដែលគេចង់បានទើបយើងបានបន្ទុកពេញណាតោះឥឡូវយើងមើលបកស្រាយនៅក្នុងបកស្រាយគឺចាប់ដើមពីគំនិតសំខាន់អញ្ចឹងគ្រូសួរថាគំនិតសំខាន់ជាអ្វីគំនិតសំខាន់នេះគឺជាគំនិតចម្បងនៃប្រធានបទដែលបានលើកឡើងប្រសិនបើប្រធានបទនឹងលើកពីអ្វីមួយនោះឯងគេហៅថាគំនិតសំខាន់ហើយត្រូវចាំហ្នឹងណាត្រូវចាំប្រិមិត្តប្រធានបទមួយមិនអាចអត់គំនិតសំខាន់ទេបើសិនជាអត់គំនិតសំខាន់មិនដឹងជាចង់បកស្រាយពីអីទេត្រូវដឹងថាបើសិនជាប្រធានបទលើកពីអ្វីអានោះឯងគេហៅថាគំនិតសំខាន់ហើយបានយកគំនិតសំខាន់ទៅបំបែកសេចក្តីទៅសម្រាប់ធ្វើការបកស្រាយគេហៅថាសេចក្តីលម្អិតអញ្ចឹងនៅក្នុងសេចក្តីលម្អិតនេះវាមានច្រើនបែបច្រើនសន្តានពេលខ្លះសេចក្តីលម្អិតហ្នឹងគ្រាន់តែជាការការពារទៅលើទស្សនៈធាតុដែលលើកឡើងដោយមិនចាំបាច់ញែកទេតែខ្លះទៀតយើងត្រូវញែកបញ្ហាវាត្រូវមានដើមចោលវាចេញពីអីមកឥឡូវដូចជាប្រធានបទនេះអញ្ចឹងត្រូវញែកបញ្ហាសេចក្តីព្យាយាមគង់បានសម្រេចអញ្ចឹងយើងត្រូវចាប់ផ្ដើមញែកពីមួយគឺប្រភេទនៃសេចក្តីព្យាយាមណានឹងចាប់ផ្ដើមពីចំណុចមួយហើយចឹងយើងនឹងនិយាយបន្តទៀតថាវាមានអីខ្លះ
យើងត្រូវបង្ហាញថាប្រភេទនៃសេចក្តីព្យាយាមហ្នឹងគឺមានអ្វីខ្លះធ្វើអ្វីខ្លះទៅហៅថាសេចក្តីព្យាយាមណាតែគូព្យាយាមនិយាយយឺតទៅកូនណាដើម្បីឲ្យចាប់បានពីព្រោះពេលខ្លះគូនិយាយញាប់ពេកទៅមានកូនខ្លះស្ដាប់បានដែរតែវាជាទម្លាប់នោះអាក្រក់កែមិនបានកែមិនចង់បានតែនៅគូព្យាយាមធ្វើយ៉ាងម៉េចឲ្យយឺតបន្តិចដើម្បីឲ្យកូនតាមទាន់ទាំងអស់គ្នាចាអញ្ចឹងកាលណានិយាយពីប្រភេទនៃសេចក្តីព្យាយាមមានច្រើនបែបច្រើនសន្តានណាកូនមានច្រើនប្រភេទណាស់ដូចជាព្យាយាមរៀនសូត្រកាលណានិយាយពីការព្យាយាមរៀនសូត្រមួយម៉ាត់ទៅកូនណាមិនមែនរៀនមួយថ្ងៃចេះទេកូននោះរៀនព្យាយាមគ្រប់ស្ថានភាពបើសិនជាយើងចង់បាននីតិល្អចង់បានសញ្ញាបត្រដែលមានតម្លៃល្អណាចង់បានពុទ្ធិមន្តត្រូវតែព្យាយាមរៀនសូត្របន្តិចម្ដងដែលគ្រូតែនិយាយថាម៉េចរៀនឲ្យដូចភ្លៀងរលឹមមិនមែនរៀនឲ្យដូចភ្លៀងកក់ខែទេអញ្ចឹងតិចម្ដងព្យាយាមរហូតទៅពេលខ្ជិលយ៉ាងណាក៏ដោយក៏នៅតែគិតថាអូការរៀនសូត្រវាជាកាតព្វកិច្ចរបស់យើងចំពោះមុខអញ្ចឹងត្រូវតែព្យាយាមហើយតាំងពីថ្នាក់កុមារឋានមករហូតដល់អញ្ចឹងមកចាកុំបោះបង់គឺព្យាយាមរហូតចាពេលវេលាណាក៏អាចរៀនបានដែរហើយការរៀនសូត្រមិនមែនប្រកាសថារៀនតែក្នុងសាលាទេណារៀនក្នុងសង្គមទាំងគ្រួសារទាំងសង្គមជាតិគឺរៀនបាត់ទាំងអស់កន្លែងណាក៏ជាការរៀនសូត្រដែររៀនគឺមិនចេះចប់ទេរៀនមិនចេះចប់ចាមួយទៀតព្យាយាមធ្វើការងារប្រកបរបរចិញ្ចឹមជីវិតអានេះក៏ជាការព្យាយាមដែរណាការងារប្រកបរបរចិញ្ចឹមជីវិតក៏មិនប្រកាសថាមកđểស្រួលទេលោកគ្រូតែងប្រាប់ថាម៉េចពាក្យចាស់បុរាណលោកថាម៉េចសត្វមរឹកមិនដែលបោចូលមកសេះហាក់ដែលកំពុងតែដេកលក់ទេដរាបណាទ្របធន់ក៏វាមិនអាចរត់មករកយើងខណៈពេលដែលយើងមិនទៅរកវាដែរអញ្ចឹងការងារមិនថាការងារកម្លាំងកាយមិនថាការងារកម្លាំងបញ្ញាស្មារតីទៀមទាឲ្យមានការយកចិត្តទុកដាក់ព្យាយាមអោហាត់សំភីក្នុងការសោះស្វែងរកធ្វើដោយយកអស់កម្លាំងកាយចិត្តណាបើសិនជាយើងមិនព្យាយាមទេកិច្ចការនេះវាអត់បានលទ្ធផលល្អណាមួយទៀតព្យាយាមដោះស្រាយបញ្ហាដែលបានកើតឡើងមនុស្សតែងជួបបញ្ហាមនុស្សតែងជួបឧបសគ្គចំពោះមុខអញ្ចឹងបើសិនជាឧបសគ្គនឹងយើងអត់ព្យាយាមធ្វើទេវាអត់អាចជោគជ័យបានទេវាអាចដោះស្រាយបានទេអញ្ចឹងដរាបណាមានការព្យាយាមឥឡូវមកថាឧទាហរណ៍សាមញ្ញថាកូនយុវវ័យច្រើនតែជួបបញ្ហាស្នេហាណាជួនកាលដល់ពេលមានរឿងរ៉ាវអីកើតឡើងចម្លងចម្រាស់អញ្ចឹងទៅមកថាត្រីកោណអីអញ្ចឹងទៅណាអញ្ចឹងគួរព្យាយាមដោះស្រាយយ៉ាងម៉េចដើម្បីឲ្យវាល្អប្រសើរចាអាហ្នឹងគឺព្យាយាមដោះស្រាយបញ្ហាដែលកើតឡើងឬមួយក៏ថាមកថាមានហានិភ័យដោយសារតែព្យុះដោយសារតែទឹកជំនន់ដោយសារតែគ្រោះថ្នាក់ស្ងួតអញ្ចឹងព្យាយាមធ្វើម៉េចដើម្បីដោះស្រាយបញ្ហាហ្នឹងបានដើម្បីឲ្យស្ថានភាពវាប្រសើរឡើងវិញចាហ្នឹងគឺមួយទៀតព្យាយាមជំនះរកឧបសគ្គដែលកើតមានឡើងអញ្ចឹងឧបសគ្គតែងតែកើតមានឡើងជានិច្ចកាលមិនថាតិចមិនថាច្រើនគឺតែងតែកើតមានឡើងអញ្ចឹងរាល់ឧបសគ្គដែលកើតមានឡើងនេះដរាបណាព្យាយាមណាកូនណាទើបអាចដោះស្រាយបានណាមិនមែនឃើញឧបសគ្គអង្គុយស្ងៀមអត់គិតចាំឲ្យពេលវេលាជាអ្នកដោះឲ្យគឺអត់បានទេណាព្យាយាមក្នុងការតស៊ូប្រយុទ្ធប្រឆាំងនឹងធម្មជាតិនេះតស៊ូប្រយុទ្ធប្រឆាំងនឹងធម្មជាតិដូចអ្នកគ្រូធ្លាប់និយាយពីមុនមកថាម៉េចមនុស្សដំបងឡើយរស់នៅដោយរណបធម្មជាតិអញ្ចឹងរស់នៅដោយរណបធម្មជាតិនេះបើសិនជាធម្មជាតិបង្កលក្ខខណ្ឌឲ្យយើងក៏រស់រានមានជីវិតទៅបើធម្មជាតិមិនបង្កលក្ខខណ្ឌអីទេយើងក៏ស្លាប់ទៅតាមពេលវេលាទៅណាយើងអត់អាចធានាការរស់នៅបានទេក៏ប៉ុន្តែការព្យាយាមក្នុងការតស៊ូប្រយុទ្ធប្រឆាំងធម្មជាតិនេះបានតែយើងប្រើគំនិតប្រើកម្លាំងប្រាជ្ញាស្មារតីនេះដើម្បីដោះស្រាយបញ្ហាតស៊ូប្រយុទ្ធប្រឆាំងនៅអ្វីដែលជាធម្មជាតិកើតឡើងហ្នឹងដើម្បីធ្វើម្ចាស់លើធម្មជាតិបើសិនជាធ្វើម្ចាស់លើធម្មជាតិមិនបានទេយើងនឹងត្រូវទៅតាមពេលវេលាដែលធម្មជាតិបានកើតឡើងហើយចាក៏ប៉ុន្តែពេលខ្លះក៏យើងមិនអាចធ្វើម្ចាស់លើធម្មជាតិបានដែរណាដូចជាបន្ទុះក្នុងភ្លើងអីនឹងទៅធ្វើម្ចាស់យ៉ាងម៉េចតែគ្រាន់តែកាត់បន្ថយចោលព្យុះអីយើងកាត់បន្ថយតាមរយៈអីគឺគេដឹងវិធីអញ្ចឹងមកគុណមួយទៀតព្យាយាមកាត់បន្ថយលុបបំបាត់ការរើសអើងគ្រប់ទម្រង់ការរើសអើងនេះគេសំដៅទៅដល់បញ្ហាវណ្ណៈភាពពណ៌សម្បុរហ្នឹងពេលខ្លះមនុស្សស្ថិតក្នុងស្ថានភាពមួយដែលបែងចែកជាតិសាសន៍ពណ៌សម្បុរវាធ្វើឲ្យមនុស្សមានការស្អប់គុំគួងគ្នារហូតដល់បង្កើតជាចម្បាំងមិនចេះចប់មិនចេះហើយទេបង្កើតជាចំនួនបង្កើតជាបញ្ហាផ្លូវចិត្តផ្លូវកាយមិនចេះចប់ចេះហើយអញ្ចឹងការព្យាយាមកាត់បន្ថយលុបបំបាត់ការរើសអើងគ្រប់ទម្រង់នេះគឺជួនកាលរើសអើងពូជសាសន៍ពណ៌សម្បុរជួនកាលរើសអើងជាមួយនឹងកាត់ជួនកាលរើសអើងអីផ្សេងៗអញ្ចឹងទៅចាអូខេហើយបានចូលទៅដល់ចំណុចមួយទៀតព្យាយាមតស៊ូកម្ចាត់សត្រូវនេះគឺជាកត្តាសំខាន់សម្រាប់ប្រទេសជាតិណាឬក៏សម្រាប់ខ្លួនឯងក៏ដោយជួនកាលក៏អាចមានសត្រូវដែរសត្រូវផ្ទាល់ខ្លួនសត្រូវគ្រួសារឬក៏ដូចជាសត្រូវប្រទេសជាតិអញ្ចឹងព្យាយាមក្នុងការតស៊ូកម្ចាត់សត្រូវ
ជាយាមក្នុងការធ្វើទង្វើល្អត្រឹមត្រូវតាមកាយវិការតាមត្រឹមត្រូវដោយកាយវិការចិត្តតាមកាយវិការចិត្តបានន័យថាមនុស្សមិនមែនកើតមកស្ពីទង្វើល្អមកជាមួយទេពេលខ្លះស្ថានភាពសង្គមបរិយាកាសទាមទារឲ្យធ្វើក៏ប៉ុន្តែមនុស្សព្យាយាមងាកមករកអ្វីដែលមិនគួរធ្វើងាកមករកអ្វីដែលមិនគួរធ្វើបានន័យថាបោះចោលនឹងទង្វើដែលជាទម្លាប់មិនល្អធ្វើតែអំពើល្អឡើងវិញអូខេមួយទៀតព្យាយាមគោរពច្បាប់ប្រទេសការគោរពច្បាប់វាជាសញ្ញាណមួយដែលសម្ដែងឲ្យឃើញពីសិលធម៌សង្គមល្អដែលសម្ដែងឃើញពីគុណធម៌ដ៏ប្រសើរក្នុងការរស់នៅចាអញ្ចឹងព្យាយាមក្នុងការគោរពច្បាប់ព្រោះច្បាប់មានច្រើនច្បាប់ជាតិច្បាប់អន្តរជាតិរួមទាំងពុទ្ធសិទ្ធិសញ្ញារួមទាំងកតិកាផ្សេងចាអញ្ចឹងការព្យាយាមគោរពច្បាប់នេះវាជាសញ្ញាណរួមមួយហើយដែលយើងត្រូវតែធ្វើហើយព្យាយាមស្វែងរកសេចក្តីយុត្តិធម៌នេះក៏ជាកត្តាមួយសំខាន់ដែរគាត់ណាយុត្តិធម៌មិនចេះតែកើតឡើងជួនកាលអយុត្តិធម៌ដាក់បកគិតហើយបើសិនជាយើងមិនព្យាយាមទេគឺធ្វើអត់កើតទេព្យាយាមក្នុងការថែរក្សាបេតិកភណ្ឌជាតិបេតិកភណ្ឌជាតិបេតិកភណ្ឌមរតកពីឪពុកពីដូនពីតាយើងព្យាយាមថែរក្សាជាដើមចាអញ្ចឹងខ្លួនអាចលើកពីអ្វីផ្សេងទៀតក៏បានដែរឲ្យតែជាលក្ខណៈនៃសេចក្តីព្យាយាមហើយបានចប់លក្ខណៈនៃសេចក្តីព្យាយាមនឹងហើយបានចូលទៅដល់លក្ខណៈនៃការព្យាយាមសេចក្តីព្យាយាមទម្រង់វាចាត់ចេញបីខ្លះយ៉ាងម៉េចខ្លះមិញហ្នឹងណាហើយបានចូលទៅដល់លក្ខណៈនៃការព្យាយាមបានន័យថាយើងសម្ដែងឲ្យឃើញថាការព្យាយាមត្រូវធ្វើបីខ្លះមួយដោយសុចរិតយុត្តិធម៌នេះគឺជាលក្ខណៈនៃការព្យាយាមណាគាត់ណាធ្វើដោយសុចរិតយុត្តិធម៌ប្រសិនបើយើងព្យាយាមធ្វើដោយទុច្ចរិតអយុត្តិធម៌វាមិនមែនជាគុណតម្លៃសម្រាប់យើងទេអញ្ចឹងត្រូវតែធ្វើដោយសុចរិតយុត្តិធម៌ដោយតស៊ូអំណត់អត់ធ្មត់អានេះគឺជាលក្ខណៈនៃការព្យាយាមយ៉ាងម៉េចទៀតកូនយ៉ាងម៉េចទៀតដោយប្រើអស់កម្លាំងកាយចិត្តធម៌ពលយើងមានប្រមាណយើងយកទៅបញ្ចេញយកទៅប្រើប្រាស់ដោយគំនិតសុទ្ធិដ្ឋិនិយមបានន័យថាយល់ល្អយល់ក្នុងផ្លូវត្រូវយល់ក្នុងផ្លូវសង្ឃឹមណាពីព្រោះអ្វីទាំងអស់វាមិនប្រកាសថាធ្វើទៅវាតែបរាជ័យទេជ័យចំណេះវានឹងប្រកាសនៅពេលណាមួយហើយមិនយូរឬក៏ឆាប់តែប៉ុណ្្នឹងឯងគាត់តោះមួយទៀតដោយភាពជឿជាក់អានេះគឺជាទស្សនៈមួយដ៏ល្អបើសិនយើងធ្វើអ្វីមួយដោយភាពជឿជាក់ថាវានឹងបានផលសម្រេចវានឹងល្អប្រសើរយើងនឹងខិតខំបំពេញតទៅទៀតចា៎មួយទៀតដោយមានការកំណត់គោលដោយមានការកំណត់គោលដៅច្បាស់លាស់អញ្ចឹងធ្វើនឹងគឺលក្ខណៈនៃការព្យាយាមគឺត្រូវតែកំណត់គោលដៅច្បាស់លាស់ដោយសិលធម៌ឬក៏អ្វីផ្សេងទៀតក៏បានដែរឲ្យតែកូនយល់ថាចូលទៅក្នុងលក្ខណៈនៃសេចក្តីព្យាយាមអញ្ចឹងបានតែគ្រូដាក់ចំណុចត្រេឲ្យកូនណាអញ្ចឹងកូនចង់លើកពីអ្វីផ្សេងទៀតក៏បានដែរហើយបានយើងចូលទៅដល់ចំណុចវាទៀតគឺអត្ថប្រយោជន៍នៃការព្យាយាមណារូបភាពនៃការព្យាយាមលក្ខណៈនៃការព្យាយាមឥឡូវចេញជាអត្ថប្រយោជន៍នៃការព្យាយាមយើងងាកទៅដល់ប្រធានណាព្យាយាមគង់បានសម្រេចឥឡូវនេះអត្ថប្រយោជន៍ដែលទទួលបានគឺអីទីមួយគឺទទួលជោគជ័យលើការងារដែលបានធ្វើទាំងអស់បានន័យថារាល់ការងារទាំងអស់បើសិនជាយើងព្យាយាមធ្វើប្រកាសជាជោគជ័យហើយគ្រាន់ថាជោគជ័យក្នុងរង្វង់កម្រិតកំណត់ណាមួយវាទៅតាមលទ្ធភាពទៅតាមស្ថានភាពអ្វីដែលយើងមានបើសិនយើងព្យាយាមធ្វើកិច្ចការឧទាហរណ៍ថាមកចំអាមចុះយើងចង់បាន1ម៉ែត្រមិនកើតអញ្ចឹងបើយើងព្យាយាមធ្វើមកចំអាមបានន័យថាវានៅតែមកចំអាមនោះវាសម្រេចទេបើយើងព្យាយាមធ្វើ1ម៉ែត្រទើបវាបានសម្រេច1ម៉ែត្រចាអញ្ចឹងជោគជ័យលើការងារទាំងអស់មួយទៀតកំណត់គោលដៅទៅតាមសេចក្តីប្រាថ្នាអត្ថប្រយោជន៍ដែលទទួលបានណាកូនណាយើងអាចកំណត់គោលដៅទៅតាមសេចក្តីប្រាថ្នារបស់យើងបានឥឡូវយើងថាខ្ញុំចង់បានសញ្ញាបត្រទុតិយភូមិនេះគឺខ្ញុំបានចង់បានទី A ព្យាយាមចឹងយើងកំណត់ហើយយើងអាចកំណត់គោលដៅទៅតាមសេចក្តីប្រាថ្នាយើងបានហើយបើយើងព្យាយាមរៀនសូត្រឲ្យដល់កម្រិតមួយដែលអាចទទួលយកបានណាកូនណាមួយទៀតដឹកនាំមនុស្សឆ្ពោះទៅរកក្តីសុខនេះគឺជាកត្តាសំខាន់ណាស់បើកាលណាយើងព្យាយាមកម្ចាត់សត្រូវយើងព្យាយាមទប់ស្កាត់រាល់ភាពអសកម្មនៃសង្គមយើងព្យាយាមក្នុងការទប់ស្កាត់នៅរូបភាពអាណានិគមព្យាយាមនៅការកាត់បន្ថយនៅអ្វីសពយ៉ាងដែលវាមិនល្អវាអវិជ្ជមាននោះនឹងនាំមកនៅក្តីសុខសម្រាប់ការរស់នៅទាំងខ្លួនឯងទាំងគ្រួសារទាំងសង្គមជាតិមួយទៀតប្រទេសជាតិមានសុខសន្តិភាពមានការអភិវឌ្ឍចម្រើនគ្រប់ផ្នែកគ្រប់វិស័យបើសិនជាយើងព្យាយាមទាំងអស់គ្នាធ្វើឲ្យជាតិមួយកែប្រែពីសភាពអន់ថយទៅប្រសើរឡើងនោះជាតិនឹងមានវឌ្ឍនភាពសេដ្ឋកិច្ចដើរមនុស្សរស់នៅប្រកបដោយវឌ្ឍនភាពក្នុងគ្រួសារក៏ដូចជាសង្គមជាតិយើងមានលទ្ធភាពក្នុងការចូលរួមប្រកួតប្រជែងជាមួយបណ្ដាប្រទេសដទៃទៀតក្នុងពិភពលោកចាមិនមែនបានន័យថាយើងនៅតែក្រទេណាយើងអាចកាត់បន្ថយភាពក្រីក្របានយ៉ាងហោចណាស់ក៏ខ្លាយទៅជាប្រទេសមួយដែលឆ្លងផុតពីបន្ទាត់ភាពក្រីក្របន្តិចហើយក៏បានដែរចាអូខេតោះអញ្ចឹងគឺយើងបានប៉ុណ្្នេះហើយឥឡូវយើងចូលទៅដល់ឧទាហរណ៍គាត់ណាអញ្ចឹងយើងបានគំនិតសំខាន់យើងបានស្គាល់លម្អិតនៅក្នុងការបកស្រាយមិញគាត់ណាឥឡូវយើងចូលទៅដល់ឧទាហរណ៍នេះយើងឃើញគំរូប្រធានមួយដែលការបកស្រាយនេះ
យើងមានគំនិតសំខាន់វាស្គាល់ថាបានយើងជាប់ជាមួយឧទាហរណ៍ខាងក្រោយហើយនៅគ្រូនិយាយប្រាប់ថាពេលខ្លះគេយកឧទាហរណ៍ជាប់ជាមួយនឹងស្អីលំអិតប្រសិនបើប្រធានបទហ្នឹងវាមានលក្ខណៈផ្ដាច់មុខទៅលើចំណុចណាមួយហើយទាមទារឲ្យរកតែអាហ្នឹងមកបញ្ជាក់ចាតោះឥឡូវយើងមើលឧទាហរណ៍អញ្ចឹងឧទាហរណ៍នេះគឺបញ្ជាក់ច្បាស់ហើយកូនណាអត់មានលើកពីប្រវត្តិសាស្ត្រអត់មានលើកពីសង្គមអត់មានលើកពីពិភពលោកគឺគេកំណត់ឲ្យលើកតែពីក្នុងអក្សរសិល្ប៍ទេអញ្ចឹងអក្សរសិល្ប៍នេះដូចនៅគ្រូប្រាប់ពីមុននៃការបង្រៀនចាប់ផ្ដើមអញ្ចឹងកូនណាលើកឧទាហរណ៍គឺយ៉ាងហោចណាស់ឲ្យតែកូនបាន3រឿងគេចាត់ទុកតែគ្រប់ហើយក្នុងសម្រាប់ការលើកឧទាហរណ៍ក៏ប៉ុន្តែមិនមែនមានន័យថាកូនលើកតែចំណងជើងរឿងឲ្យគេបានទេឬក៏កូនលើករឿងមកកូនឧទាហរណ៍នឹងដោយនិយាយនិទានរឿងឲ្យគេស្ដាប់ទេនៅក្នុងការលើកឧទាហរណ៍គឺកូនដៅចំណុចដែលគេចង់បានព្យាយាមកូនបានសម្រេចអញ្ចឹងយើងមើលតួអង្គណាសកម្មភាពណាដែលវាអាចស្ដែងថាគាត់នឹងព្យាយាមហើយបានសម្រេចមែនអញ្ចឹងមិនបាច់ទៀមទាត់និទានរឿងអញ្ចឹងអីរឿងទាំងហ្នឹងគឺអស់លោកលោកស្រីលោកគ្រូអ្នកគ្រូដែលលោកកែលោកធ្វើអតាកំណែគឺលោកដឹងហើយលោកចេះហើយណាក៏ប៉ុន្តែយើងនេះដែលមិនទាន់បង្ហាញគាត់ច្បាស់អញ្ចឹងកូនអាចលើកចំណុចណាដែលតាក់ទងក៏បានដែរមិនទៀមទាត់ឲ្យកូននិទានរឿងទេហើយបើសិនជាកូននិទានរឿង3 4 ហ្វុយក៏អត់បានបន្ទុកដែរណាគាត់តែចាំអញ្ចឹងកូនខាតពេលវេលាអត់ប្រយោជន៍ទេណាហើយឥឡូវទៅគូលើករឿងកលាបៃលិនចំណុចដែលយើងអាចដៅថាព្យាយាមកូនបានសម្រេចយើងលើកយកដំណើរសកម្មភាពរបស់តួអង្គណាតួអង្គណាតួអង្គចៅចិត្តនេះកូនរបស់នរណាគេមានចាំតួអង្គឪពុកចៅចិត្តទេឪពុករបស់ចៅចិត្តធ្វើតែជើមហ្នឹងគ្រាន់តែគ្រូនិយាយពីសារបានរបស់ចៅចិត្តទេកូនណាតែមិនទៀមទាត់ឲ្យកូនលើកបញ្ចូលតែចេះអីព័ត៌មានអីវិញឆ្ងាយទេហើយចៅចិត្តនេះគឺនៅពេលដែលឪពុកមុននឹងស្លាប់ទៅណាគាត់ផ្ដាំកូនទៅម៉េចអត្តហេអត្តនោនិថោកូនអត្តហេអត្តនោនិថោខ្លួនទីពឹងខ្លួនមិនមែនខ្លួនទីពឹងខោទេណាខ្លួនទីពឹងខ្លួនអញ្ចឹងហើយបានជាចៅចិត្តចាំបណ្ដាំឪពុកចៅចិត្តប្រឹងតស៊ូជីវិតព្យាយាមធ្វើជីវិតឲ្យប្រសើរឡើងគ្រូប៉ែស្អាតលោកគ្រូប៉ែស្អាតយកទៅផ្ញើជាមួយលោកលួងរតនសម្បត្តិចៅចិត្តនេះព្យាយាមមុនដំបូងព្យាយាមរៀនសូត្រណាព្យាយាមរៀនសូត្របានចំណេះដឹងទៅនៅធ្វើការងារជាមួយនឹងលោកលួងរតនសម្បត្តិនៅឯខេត្តបបៃលិនព្យាយាមធ្វើការងារឲ្យល្អឲ្យមានទំនុកចិត្តពីចៅហ្វាយនាយណាទីបំផុតសួរថាចៅចិត្តបានសម្រេចទេមិនត្រឹមតែសម្រេចជោគជ័យលើវាសនាអនាគតនៃការងារទេណានៃអាជីពទេណាសម្រេចជោគជ័យលើបញ្ហាគូជីវិតទៀតណាជារឿងធម្មតាទេឃើញទេទោះបីថាកូនអ្នកមានមហាសទ្ធិបញ្ហាក៏ដោយបើសិនជាឃើញយើងល្អយើងអាចខ្លាយទៅជាទំនុកចិត្តរបស់ការងាររបស់គ្រួសារនឹងបានគេក៏អាចផ្ទេរការទុកចិត្តមកយើងដែរដូចជាចៅចិត្តជាឧទាហរណ៍ជាគំរូក៏ប៉ុន្តែត្រូវដឹងថាអញ្ចឹងនៅក្នុងការសរសេររឿងនេះគឺបើនិយាយពីតថភាពជាក់ស្ដែងនៃសង្គមវិញតែគាត់គិតថាប្រហែលជា100មានតែមួយដែលអាចទៅអញ្ចឹងបានណាយើងគិតមើលមិនបានជាអ្នកនិពន្ធឲ្យតួអង្គម្នាក់ដែលថាដូចជាទន្សាយហើយតួអង្គម្នាក់ទៀតដូចជាប្រច័នចុះមិនបានជាបានមកជួបគ្នាអញ្ចឹងដោយសារតែលោកចង់បានអីតលយៈភាពរវាងវណ្ណៈក្នុងសង្គមអ្នកមាននិងអ្នកក្រអញ្ចឹងគឺនេះគឺជាគោលដៅចម្បងមួយដែលអ្នកនិពន្ធបានបន្សល់ទុកនៅកម្រិតវិជ្ជមានមួយសម្រាប់ការរស់នៅរបស់មនុស្សក្នុងសង្គមជុំវិញបញ្ហាស្នេហាណាជុំវិញបញ្ហាគូជីវិតចាអូខេអញ្ចឹងគឺចែកចិត្តជួបភាពផ្សាររឿងស្អីគាត់ព្យាយាមសពបែបយ៉ាងក្នុងជីវិតរបស់គាត់ចាហើយទីបំផុតក៏ល្អប្រសើរឥឡូវរឿងភូមិនៃរឆានវិញសេចក្តីព្យាយាមរបស់នរណាគេក្រុងបាតកោដែលមានក្រុងការធ្វើបាតកម្មសម្រាប់លោករេស៊ីដង់បាដេសនិងបាក់ពួកក្រុងបាតកោនេះដឹកនាំដោយតួអង្គជួននៅគាត់ណាជួននឹងនៅដែលជាអ្នកភូមិព្រៃខ្មែរមិនមែនអ្នកភូមិក្រាំងលាវទេក៏ប៉ុន្តែគេមកបបួលអ្នកក្រាំងលាវដើម្បីធ្វើចលនាបាតកម្មសម្រាប់រេស៊ីដង់បាដេសនិងបាក់ពួកខណៈពេលដែលបាដេសនេះបើគាត់ចុះទៅដល់ទីណាទីនោះត្រូវតែមានមនុស្សជាប់ខ្នោះហើយពេលខ្លះទៀតគាត់ហក់ធាក់អ្នកជាប់ខ្នោះទាំងកំរោលទៀតដោយសារតែពួកគេអត់មានប្រាក់បង់ពន្ធហើយពន្ធនឹងជាស្អីទៅពន្ធនឹងគឺជាសួយអាកជាប្រាក់មួយភាគដែលរាជត្រូវបង់ជូនរដ្ឋក៏ប៉ុន្តែដល់សម័យនោះយើងនឹងថាបង់ពន្ធម្នាក់5រៀលបង់5រៀលបានកាតមួយគឺ5ផ្នត់ហើយមិនមែនបានន័យថាបង់មួយផ្នត់បង់1រៀលបាន1ផ្នត់គឺអត់ទេបង់5រៀលបានកាតមួយ5ផ្នត់បើគ្មានប្រាក់បង់ពន្ធទៅជាប់ក្នុងបារាំងពេលខ្លះគឺហក់ធាក់ទាំងកំរោលទៀតចាសាហាវអញ្ចឹងបានជាក្រុមបាតកោនេះដែលដឹកនាំដោយជួននៅក៏ដូចជាប្រជារាស្ត្រក្រាំងលាវក៏ដូចជាអ្នកក្រុមអ្នកក្លាហាន20អ្នកក្រាំងលាវណាក៏សន្មតថានឹងធ្វើឲ្យសម្រេចផែនការជាយើងធ្វើឲ្យបានសម្រេចខណៈពេលដែលបាដេសចុះទៅទីពន្ធដល់ក្រាំងលាវអញ្ចឹងនៅពេលដែលបាដេសចុះទៅទីពន្ធដល់ក្រាំងលាវពួកគេធ្វើអានសម្រេចមែនសម្រេចដោយសារអីករណីនាងនេះនាងប៊ីដែលបង្កលក្ខណៈឲ្យក្រុមចលនាបដកម្មនេះចូលទៅចិត្តព្យាយាមចូលទៅចិត្តបាដេសបាន
ហើយដោយសារតែមានវិបត្តិទំនាស់ផ្លូវចិត្តពាក្យសម្ដីកាយវិការជាមួយនឹងនាងនេះនឹងប៊ីព្រោះបើតែមិនគោរពពាក្យសន្យាណានៅទីបំផុតក្រុមបាតកោនេះផ្ទុះកំហឹងឡើងខណៈពេលដែលនាងនេះនឹងប៊ីត្រូវបានបាត់ដេះបញ្ជាឲ្យកងរក្សាសុខឡាយនឹងបាញ់យើងទៅពីចោលអញ្ចឹងពេលនឹងឯងដែលចលនាបាតកម្មចាប់ផ្ដើមឡើងទីបំផុតគេព្យាយាមបានសម្រេចសម្រាប់លោករេស៊ីដងនិងបពុបានក៏ប៉ុន្តែមិនបានន័យថាវាជាផលអវិជ្ជមានទេគាត់ណានេះគេចង់បញ្ជាក់ពីសេចក្តីព្យាយាមធ្វើអញ្ចឹងបើសិនជាគាត់អត់ព្យាយាមទេគាត់អាចចូលទៅចិត្តបាត់ដេះបានទេព្រោះមានកងរក្សាស្រុកមានអីអញ្ចឹងណាតែដល់ទីបំផុតគឺរក្សាការព្យាយាមរបស់គេគឺក៏ធ្វើបានសម្រេចណាអញ្ចឹងគឺគេចង់បញ្ជាក់ថាសេចក្តីព្យាយាមគង់បានសម្រេចអញ្ចឹងចាអូខេតោះឥឡូវកូនមើលទៅរឿងមួយទៀតមកដូចជារឿងទុំទាវនេះគឺជាស្នាដៃអក្សរសិល្ប៍មួយដែលបញ្ជ្រាបផ្នែកចូលទៅក្នុងផ្នែកកំណត់របស់មនុស្សគ្រប់ស្រទាប់ជាន់ថ្នាក់ខ្មែរមួយណាដែលថាមិនចេះរឿងទុំទាវទោះបីតែគាត់មិនឆ្លងកាត់ការសិក្សារៀនសូត្រក៏អាចគាត់ដឹងតាមបណ្ដាញផ្សព្វផ្សាយដែរជួនកាលអាចកូនចៅទៅចេះសម្ដែងរឿងនឹងទៀតហើយពេលខ្លះរហូតដល់ដឹងហើយថាយើងសិក្សារឿងរបស់ព្រះបទុមរាជសោមណាអត់មានម្ដាយទៀតអត់មានឈ្មោះទេតែនៅក្នុងរឿងរបស់កវីនុកនរឿងទាវឯកគឺគាត់ដាក់ឈ្មោះថាយីផាន់ម៉ែផាន់គាត់ដល់ទៅពេលអញ្ចឹងទៅគាត់ច្រឡំគ្នាគាត់មិនគិតថារឿងយើងសិក្សាក៏តែឲ្យតណ្ណាកាចម្ដាយណាកាចគាត់និយាយថាម៉េចយីផាន់ដែរជាទម្លាប់ដែលគាត់ចាំអញ្ចឹងណាគាត់ណាអញ្ចឹងដូចជារឿងនេះរឿងទុំទាវសេចក្តីព្យាយាមរបស់នរណាគេរបស់នេនទុំរបស់ពេជ្រព្យាយាមម្ដាយយកទៅផ្ញើក្នុងជីវភាពវត្តអារាមតាំងពីក្មេងតាំងពីកុមារភាពព្យាយាមរៀនសូត្រលេងនពន្ធព្យាយាមរៀនសូត្រពីធម៌វិន័យសាសនាព្យាយាមប្រតិបត្តិតាមការព្រៀនប្រដៅនៃលទ្ធិសាសនាព្យាយាមក្នុងការរៀនសូត្រអក្សរសាស្ត្រជាតិព្យាយាមក្នុងការរៀនវិជ្ជាជីវៈជំនាញដូចជាធ្វើតោកធ្វើអីចឹងទៅនៅទីបំផុតសួរថាទុំហើយនឹងពេជ្រនឹងមានសមត្ថភាពទេពួកគេចេះធ្វើតោកពួកគេចេះដឹងធម៌វិន័យសាសនាហើយកុំនិយាយថាបើចេះដឹងមិនក៏ទៅអីណាអត់ដឹងទៅប្រព្រឹត្តខ្លួនបដិបត្តិខ្លួនឲ្យវាខុសពីលំនាំនៃការគោរពប្រតិបត្តិសាសនាមិនមែនទេនេះគឺជាឆន្ទៈរបស់ឯកជនទេណាឆន្ទៈរបស់បុគ្គលទេអញ្ចឹងមិនប្រកាសថាឲ្យតែលោកចេះសិតតែអញ្ចឹងមិនមែនទេណាវាជារឿងរបស់បុគ្គលទេដែលថាជួនកាលទៅអារម្មណ៍តាក់ទាញទៅអញ្ចឹងណាដោយសារតែយុវភាពទៅក្នុងភាពជាយុវវ័យមិនទាន់ឆ្លងកាត់ហ្នឹងដល់ពេលដែលឃើញអ្វីដែលតាក់ភ្នែកទៅក៏ចាប់ផ្ដើមកញ្ជ្រោលឡើងភ្លាមហ្នឹងគឺជាសញ្ជាតិញាណទូទៅរបស់មនុស្សជាពិសេសគឺស្ថិតក្នុងភាពយុវវ័យហ្នឹងឯងអញ្ចឹងនៅពេលដែលគេព្យាយាមណាទីបំផុតគេទទួលបានពុទ្ធិគេទទួលបានអ្វីដែលជាការប្រាថ្នាចង់បានរបស់គេមានទាំងការចេះធម៌វិន័យសាសនាចេះពីអក្សរសាស្ត្រវិជ្ជាជំនាញហើយដូចជាការធ្វើតោកដូចជាអីចឹងណាហើយទុំមានជំនាញខាងចេះស្មូតបានពីរោះចេះច្រៀងខ្លាយទៅជាមើលឯកទុំពេជ្រវិញគឺចេះខាងផ្លុំខ្លុយអីចឹងទៅចាអូខេហ្នឹងគឺជាការព្យាយាមរបស់គេឥឡូវកូនក៏លេចទៅមើលមួយរឿងទៀតមិញគ្រូប្រាប់ថាបើសិនជាបាន3រឿងគឺគ្រប់ហើយកូនណាកុំតែឥឡូវនេះគឺដាក់មួយរឿងទៀតដើម្បីអញ្ចេះបើសិនជាកូនអត់ចាំរឿងណាមួយកូនអាចលើករឿងមួយទៀតមកនិយាយបានតែមិនមែនព្យាយាមនិទានរឿងឲ្យគេស្ដាប់ទេលើកយកតែចំណុចសំខាន់មកនិយាយបានហើយអូខេតោះឥឡូវដូចជារឿងតេជោយ៉តកាលណានិយាយពីរឿងតេជោយ៉តយើងគិតទៅដល់តួអង្គយ៉តនេះគឺជាក្មេងកំព្រាអនាថាជាកូនរបស់ជនជាតិភាគតិចគេហៅថាកូនភ្នងណាកូនជនជាតិភាគតិចនៅស្រុកយើងមានច្រើនអញ្ចឹងនៅពេលដែលដូចជំនាញរើសយកមកបីបាច់ថែរក្សាបង្កលក្ខណៈឲ្យយ៉តបានរៀនសូត្រទាំងអក្សរសាស្ត្រទាំងជំនាញយុទ្ធសាស្ត្រចម្បាំងបើសិនជាយ៉តមិនព្យាយាមយ៉តមិនអាចខ្លាយទៅជាមេតបប្រចាំនគរបាននៅថ្ងៃអនាគតទេទីបំផុតយើងឃើញទេយ៉តព្យាយាមរៀនសូត្រយកអស់កម្លាំងកាយចិត្តស្ដាប់បង្គាប់គ្រូតស៊ូគ្មានឧស្សាហ៍ទីបំផុតនៅពេលដែលអស់ពីគ្រូមាសទៅយ៉តនេះឯងដែលខ្លាយទៅជាមេតបប្រចាំនគរទទួលបានទំនុកចិត្តពីព្រះមហាក្សត្រទទួលបានទំនុកចិត្តពីប្រជាជនរាស្ត្រដោយសារតែភាពខ្លាំងពូកែរបស់យ៉តក្នុងការបង្ក្រាបសត្រូវទាំងខាងមុខនិងខាងក្រៅខ្នងចាអញ្ចឹងនៅគ្រូលើកឧទាហរណ៍នេះកូនគិតថាមានតែប៉ុណ្្នឹងរឿងទេមិនមែនទេកូនណារឿងអីក៏បានដែរឲ្យតែតាក់តងមិនថារឿងជាតិមិនថារឿងអន្តរជាតិទេចាអញ្ចឹងគឺនៅគ្រូលើកឧទាហរណ៍4រឿងហ្នឹងកូនណាអាចល្មមគ្រប់គ្រាន់សម្រាប់ទទួលយកបានទេហើយបើសិនជាមើលទៅកូនអាចគិតថានៅគ្រូខ្ញុំដូចជាមិនសូវចេះរឿងទេនៅគ្រូដូចជាខ្ញុំមិនសូវដឹងចំណុចដែលលើកទេកូនអាចទៅបើកសភៅរឿងមើលខ្លះឡើងវិញហ្នឹងកូនណាកូនចេះនៅពេលដែលនៅគ្រូឡាយរាល់ថ្ងៃពុតណានៅគ្រូតែនិទានរឿងឲ្យស្ដាប់នៅគ្រូតែវិភាគទៅលើរឿងហើយបើសិនជាកូនបានមានពេលតេបើកមើលអាឡាយយើងឡើងវិញណាឡាយរបស់ក្រសួងយើងណាបើមិនវិញកូនចេះរឿងបានច្រើនណាស់ហើយបើចេះរឿងបានច្រើនហើយកូនអាចបញ្ចូលនៅក្នុងការសរសេរតែស្អីនឹងបានហើយចុះខែឥឡូវគឺយើងបានបញ្ចប់ទៅលើបកស្រាយលើឧទាហរណ៍កូនណាបានយើងចូលទៅដល់អីមួយទៀតបន្ទាប់មកគឺយើងចូលទៅដល់សរុបមតិនេះគឺត្រូវចាំកូនណាសរុបទៅលើការបកស្រាយ
mình men sập từ lơประเทศบอទាំងមូលសម្រាប់វិតម្លៃទេនេះកូនច្រើនច្រឡំកន្លែងហ្នឹងហើយចេះគាត់ថាហើយចុះចាំបាច់សរុបទៅអីវិញបើចប់ហើយហ្នឹងមិនមែនទេរចនាសម្ព័ន្ធនៃការសរសេរតែស្អីគឺអញ្ចឹងនៅក្នុងសរុបមតិនេះគឺយើងសរុបទៅលើចំណុចដែលយើងបានបកស្រាយបង្រួមសេចក្តីធ្វើកំណុំកំហាត់ថ្មីឲ្យខ្លីតែខ្លឹមអញ្ចឹងគ្រូអាចដាក់អញ្ចេះហើយកូនអាចយកផ្សេងពីហ្នឹងឯងក៏បានដែរតែធ្វើឲ្យតែត្រូវណាសរុបសេចក្តីមកអាចនិយាយបានថារាល់សេចក្តីព្យាយាមទោះបីក្នុងទ្រង់ទ្រាយរូបភាពណាក៏ដោយឲ្យតែមានការព្យាយាមហើយតែងតែទទួលបាននៅក្តីសម្រេចទទួលបានការអភិវឌ្ឍភាពខំថ្កើងរុងរឿងរាល់សេចក្តីព្យាយាមទោះបីក្នុងស្ថានភាពបែបណាក៏ដោយក៏ផលសម្រេចតែងតែកើតមានឡើងជាតិដរាបអញ្ចឹងគ្រូគ្រាន់តែដាក់តែប៉ុណ្្នឹងឯងកូនណាអញ្ចឹងរួមនៃសេចក្តីមកវិញឲ្យខ្លីក៏ប៉ុន្តែខ្លឹមគ្រប់គ្រាន់នៃសេចក្តីអាចទទួលយកបានជុំវិញអ្វីដែលយើងបានបកស្រាយរួចហើយចាអូខេអញ្ចឹងគឺយើងបានដល់សរុបមតិហើយបានចូលទៅដល់បញ្ចប់សេចក្តីបាននេះធ្វើឲ្យសេចក្តីបកស្រាយវាចប់ដោយនៅក្នុងបញ្ចប់សេចក្តីគឺមាន2ចំណុចសំខាន់ទី1គឺវាតម្លៃទី2គឺមតិផ្ទាល់ការវាតម្លៃប្រធានបែបពន្យល់ហ្នឹងណាវាតម្លៃឃើញពីសារៈសំខាន់ឃើញពីគុណប្រយោជន៍ឃើញពីខ្លឹមសារចាអញ្ចឹងកូនអាចវាតម្លៃយកចំណុចណាមួយក៏បានដែរឥឡូវនេះគ្រូឲ្យជាគំរូចេះផ្អែកតាមការបកស្រាយប្រធានបទលើកឡើងខាងលើនេះរួចមកអាចសន្និដ្ឋានបានថាការលើកឡើងមានខ្លឹមសារល្អទូលំទូលាយនេះបានមកចំណាយហ្នឹងណាការលើកឡើងនេះមានខ្លឹមសារល្អទូលំទូលាយនេះគឺយើងបាន2បន្ទុកស្រេចទេក៏ប៉ុន្តែនៅបាត់8បន្ទុកទៀតព្រោះនេះគឺយើងបាន4បន្ទុកទៀតណាព្រោះអីព្រោះបានស្ដាយឃើញពីគុណតម្លៃនៃសេចក្តីព្យាយាមដែលតែងនាំមកដល់ផលសម្រេចគឺភាពជោគជ័យនិងសេចក្តីសុខសពបែបយ៉ាងអូខេចានេះគ្រាន់តែជាគំរូទេកូនអាចយកទៅធ្វើ style ផ្សេងពីហ្នឹងក៏បានដែរអត់អីកូនអត់អីទេតែឲ្យតែតាក់ទងប្រធានបទបានណានេះគូនិយាយតែអញ្ចឹងអូខេហើយបានចូលទៅដល់មតិផ្ទាល់នេះគឺជាការបញ្ចេញយោបល់ផ្ទាល់ខ្លួនហើយពីមុនមកគ្រូច្រើនឃើញដាក់អញ្ចេះដូចនេះយើងជាសិស្សានុសិស្សចាការពិតទៅមិនប្រកាសថាជាសិស្សានុសិស្សទេកូនមិនប្រកាសទេណាវាលក្ខណៈទូទៅហ្មងមិនថាចាស់មិនថាក្មេងទេជាយើងត្រូវតែកាត់មានទាំងអស់អញ្ចឹងយើងធ្វើការវាតម្លៃធ្វើមតិផ្ទាល់ដោយលក្ខណៈទូទៅមកណាដូចនេះដើម្បីឲ្យអ្វីអាចសម្រេចលទ្ធផលបានល្អទៅលុះត្រាតែមានការយកចិត្តទុកដាក់ព្យាយាមឲ្យអស់ពីលទ្ធភាពព្យាយាមមិនថាកម្លាំងកាយកម្លាំងប្រាជ្ញាស្មារតីទេធ្វើយ៉ាងណាអស់ពីលទ្ធភាពកាលណាធ្វើដូចនេះបាននឹងធ្វើឲ្យកើតមាននៅផលសម្រេចជាប្រកបចានេះគ្រាន់តែជាគំរូទេកូនណាកូនអាចយកតាម style នេះបើសិនថាអូខ្ញុំជឿគិតវែងឆ្ងាយតែគ្រូចឹងខ្ញុំយកបងគ្រូទៅពង្រីកសេចក្តីហ៊ានតិចទៅបានហើយក៏បានកូនក៏បានតែបើសិនជាកូនទៅថាអត់ទេ style បងគ្រូមិននេះមិនល្អចឹងខ្ញុំយក style របស់ខ្ញុំអត់បញ្ហាកូនលក្ខណៈជ្រើសរើសគឺច្រើនបែបច្រើនយ៉ាងណាក៏តែសូមធ្វើម៉េចឲ្យវិលជួយបញ្ហារបស់ប្រធានគេកូនណាអូខេចាអញ្ចឹងគឺការបកស្រាយប្រធាននេះតម្រងប្រធានតែសេចក្តីនេះគឺយើងអស់ហើយអញ្ចឹងនៅក្នុងការធ្វើអត្រាកំណែសម្រាប់ប្រធានវិទ្យាសាស្ត្រ